សួស្តីបងប្អូនប្រិយមិត្តជាទីរាប់អានថ្ងៃនេះខ្ញុំមានព័ត៌មានមួយចង់និយាយប្រាប់ដល់បងប្អូនអំពីសកម្មភាពទាំងអស់ដែលតាក់ទងទៅនឹងការធ្វើអាជីវកម្មនិងការធ្វើកសិកម្មនៅក្នុងប្រទេសកូរ៉េទាំងនេះគឺជាផ្លែមួយដែលខ្ញុំមិនស្គាល់ឈ្មោះតើបងប្អូនស្គាល់ឈ្មោះផ្លែនេះទេបើសិនជាស្គាល់ឈ្មោះសូមអញ្ជើញបងប្អូនប្រាប់ខ្ញុំផងសរសេរជាខមមិនក៏បានដែរផ្លែនេះទុំក្រហមស្អាតតូចទេក៏ប៉ុន្តែវាមានរសជាតិសាបហើយវាប្រហាក់ប្រហែលទៅនឹងផ្លែចេញចាបនៅស្រុកខ្មែរដែរប្រសិនបើបងប្អូនស្គាល់សូមអញ្ជើញជួយប្រាប់ដល់ខ្ញុំបានផងគឺជាផ្លែអ្វីហើយវាមានឈ្មោះអ្វីហើយគេហូបដែរឬអត់បើសិនជាគេហូបសូមជួយប្រាប់ខ្ញុំផងពីព្រោះវាផ្លែច្រើនណាស់នៅក្នុងប្រទេសកូរ៉េខ្ញុំបានឃើញវាម្ដងហ្នឹងគឺផ្លែតែមានទៀតហ្មងនៅក្នុងសួនច្បារកន្លែងកណ្ដាលអូយផត់ហ្នឹងផត់ហ្នឹងមកដាក់លើខ្លួនណាយកចាក់ទៅលើធុងទៅជួយវិញទៅចឹងអូយខ្ញុំនឹកថ្មីនេះវាយចូលវាឡងប៉ោងឡងតាមទឹកចាក់មិនទៅហ្នឹងចាក់លេងកំពុងមកដល់ចើបាញ់ដាក់លេងកំពុងបាញ់ខ្ញុំលើអូបាញ់ទៅចាក់ទៅជីអាដបកំបងស្អែបាញ់គ្រីដល់ពេលចាក់មើលធុងចាំបើចាក់ទៅអាចចោលនៅវាហៅលើមិនចោលវាសាប់ខុសគ្នាមុនពេលព្យួរយកមើមយិនសិនគឺគេត្រូវបើកស្បោងហើយនឹងសារោងឲ្យហើយនេះគឺជាអ្នកត្រៀមដើម្បីប្រមូលផលយិនសិនហើយរោងយិនសិននេះគឺវាចំណាយពេល5ឆ្នាំដើម្បីធ្វើឲ្យរោងហ្នឹងមានសភាពដើមហើយយិនសិនអាយុ6ឆ្នាំគឺអាចមានយកវាទៅប្រើប្រាស់តាមតម្រូវការឬក៏លក់ចេញទៅក្រៅប្រទេសនៅប្រទេសជប៉ុនប្រទេសចិនប្រទេសអាមេរិកជាពិសេសគឺទៅខាងប៉ែកអឺរ៉ុបពីព្រោះប៉ែកអឺរ៉ុបគឺជាតំបន់ត្រជាក់ការដាំយិនសិននិងការផលិតយិនសិនមានកម្រិតទាបវាត្រូវការជំនួយបន្ថែមឬក៏បន្ថែមបញ្ចូលទៀតដើម្បីយកពីប្រទេសកូរ៉េទៅប្រទេសកូរ៉េគឺជាប់ចំណាត់ថ្នាក់លេខ1ខាងនាំដំណាំយិនសិនដែលជាដំណាំកសិកម្មលំដាប់អន្តរជាតិនៅអាស៊ីហើយក៏ជាដំណាំលេខ1ខាងសុខភាពដើម្បីផលិតជាឱសថព្យាបាលជំងឺនិងរោគវាគ្រប់ប្រភេទហើយវាជាតម្រូវការពិសេសសម្រាប់ជីវភាពនិងជីវិតប្រចាំថ្ងៃរបស់មនុស្សទូទាំងពិភពលោកការផលិតជាថ្នាំជាឱសថនេះគឺវាមានភាពពិបាកហើយឆ្លងកាត់ដំណាក់កាលច្រើនព្រមទាំងការផលិតនោះក៏វាមានបច្ចេកវិទ្យានិងបច្ចេកទេសខ្ពស់ផងដែរហើយនេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែនិយាយបរិយាយតាមទៅបងប្អូនប្រិយមិត្តទាំងអស់គ្នាស្ដាប់នេះគឺជាសកម្មភាពរបស់ពលករពលករនីដែលជាអ្នកធ្វើការងារខាងកសិកម្មនៅសាធារណរដ្ឋកូរ៉េកំពុងគឺពួកគាត់ត្រូវការចំណាយពេលវេលានិងនៅពីព្រឹកដើម្បីរៀបចំសម្ភារៈផ្ទាល់ខ្លួននិងសម្ភារៈដើម្បីរើសនិងប្រមូលផលនៅមើមយិនសិននៅក្នុងប្រទេសកូរ៉េការងារទាំងអស់នេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិកនិងថៅកែកូរ៉េទាំងស្រុងដោយពួកគេត្រូវស្ដាប់និងមើលការខុសត្រូវបង្រៀនបង្ហាត់របស់ថៅកែឬអាមេរិកកូរ៉េកុំឲ្យមានការរើសនៅប៉ះមើមណាដែលមិនល្អដាក់ចូលគ្នាជាមួយនឹងមើមដែលល្អហើយការបង្ហាត់បង្រៀននេះគឺត្រូវឆ្លងកាត់ការមានបទពិសោធន៍ខ្ពស់ដែរសម្រាប់អ្នកដែលដាំផ្ទាល់តែម្ដងគឺពួកគាត់ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំមកហើយអ្នកខ្លះ20ឆ្នាំទៅ10ឆ្នាំដើម្បីបង្រៀននិងណែនាំពួកគាត់កំពុងតែឈរត្រៀមតម្រង់ជួរចាំរើសមើលយិនសិនមិនមែនឈរត្រៀមឬក៏ឈរលេងសើចដូចក្មេងលេងបលឹកបឡនោះទេគឺពួកគាត់កំពុងតែឈរចាំកាន់នៅការុងឬក៏បេ
រៀងខ្លួនសម្រាប់អាត្រាក់ឬក៏ម៉ាស៊ីនជួដីលើងយកមើមមកដាក់ឲ្យគាត់រើសហើយម៉ាស៊ីនលើងនេះគឺគេប្រើត្រាក់ទ័ររបស់ Kubota ឬក៏របស់សូវៀតម៉ាស៊ីនលើងនេះវាមានកម្លាំងខ្លាំងប្រើពេលវេលាខ្លីវាអាចចំណេញពេលវេលានិងចំណេញនៅពលកម្មរបស់ការធ្វើការសម្រាប់ការងារទាំងអស់នេះគឺមានពលករជាច្រើនប្រទេសដែលមកចូលរួមក្នុងការជ្រើសរើសនិងការរើសនៅមើលយន្តសិននៃការប្រមូលផលមើលយន្តសិនមានដូចជាជនជាតិវៀតណាមហើយនិងជនជាតិកម្ពុជាជនជាតិកូរ៉េផងដែរជនជាតិចិនជនជាតិហ្វីលីពីនជនជាតិថៃជនជាតិឧបេក្ខស្ថាននិងជនជាតិរុស្ស៊ីជនជាតិទាំងអស់នេះគឺមានចម្រុះពូជសាសន៍ដែលមកពីប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីនិងអឺរ៉ុបគឺជាប្រទេសដែលស្ថិតនៅក្នុងជីវភាពក្រីក្រនិងទាបជាងជីវភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចនិងក៏ឧស្សាហកម្មជាងប្រទេសកូរ៉េទៅពួកគេមកស្វែងរកចំណូលបន្ថែមពីព្រោះការរកចំណូលនៅក្នុងប្រទេសកូរ៉េគឺទទួលបានកម្លាំងនិងកម្រៃពលកម្មច្រើនជាងប្រទេសខ្លួនដូចជាប្រទេសកម្ពុជាជាដើមកម្លាំងពលកម្មមួយថ្ងៃនៅក្នុងប្រទេសកូរ៉េស្មើនឹងកម្លាំងពលកម្មមួយខែនៅក្នុងប្រទេសខ្មែរនេះបើខ្ញុំនិយាយអំពីកម្លាំងសម្រាប់គ្នាតែបើខាងកសិកម្មគឺកូរ៉េគឺអាចមួយថ្ងៃរកបានដល់ទៅ100ដុល្លារហើយនៅខ្មែរបើសិនជាទៀតទៅវិញគឺយើងមួយខែទៅបាន100ដុល្លារជាងវាខុសគ្នាបើសម្រាប់ខ្ញុំហើយនេះគឺជាម៉ាស៊ីនជួរើសមើលយន្តសិនឬក៏ការប្រមូលផលហើយពួកគាត់ទាំងអស់នេះគឺត្រូវការដើរតម្រង់ឬក៏រើសតាមដំណាក់កាលមានអ្នកខ្លះរើសឲ្យល្អហើយអ្នកខ្លះរើសឲ្យណាដែលមិនល្អដូចការស្អុយដីស៊ីឬក៏មានរោគជាដើមហើយការទទួលផលនិងប្រមូលផលទាំងអស់នេះគឺវាស្ថិតនៅក្នុងការមានបទពិសោធន៍ផងដែរប្រសិនបើមិនមានបទពិសោធន៍ច្បាស់លាស់ក្នុងការរើសនិងប្រមូលផលទេដូច្នេះគឺมันអាចបានចូលធ្វើការងារនៅទីនេះទេហើយឡានមួយនេះគឺត្រូវបើកទៅមុខដើម្បីប្រមូលយន្តសិនដែលទទួលផលហើយយកទៅដាក់នៅក្នុងឃ្លាំងដើម្បីពង្រីកវាយន្តសិនជួហើយមួយទុកដឹកឡើងឡានទៅបានដកឲ្យឃ្លាំងធំដើម្បីទីលាងហើយវិចប់តាមរបៀបរៀបរយនៃការកំណត់របស់ស្តង់ដារអន្តរជាតិដែលមានការឆ្លងកាត់បច្ចេកវិទ្យាខ្ពស់និងវិនិច្ឆ័យលើណាដែលល្អហើយលើណាគឺមានម៉ាស៊ីនឆ្លងកាត់ការត្រួតពិនិត្យភាសាទៀតដើម្បីជាយើងរើសហើយដាក់អាសាផ្សេងអនស៊ីនតែការពិនិត្យដោយម៉ាស៊ីនការពិនិត្យដោយម៉ាស៊ីនស្វ័យប្រវត្តិគឺមានបច្ចេកទេសខ្ពស់ហើយឆ្លងកាត់នៃការស្វ័យប្រវត្តិហ្នឹងគឺវាមានបទពិសោធន៍ខ្ពស់ផងដែរសម្រាប់របស់ដែលល្អហើយនិងរបស់ដែលមិនសូវល្អដូច្នេះគឺគេត្រូវតម្រូវមានពីដំណាក់កាលទី1ការរើសពីដីមកផ្ទាល់របស់មនុស្សហើយដំណាក់កាលទី2ការមកដាក់នៅក្នុងម៉ាស៊ីនដើម្បីលាងឲ្យឃើញកន្លែងណាខូចនិងកន្លែងណាដែលល្អដើម្បីចូលទៅក្នុងម៉ាស៊ីនពិនិត្យនិងស្កេនមើលរបស់ដែលខូចនិងរបស់ដែលល្អដូច្នេះដំណាក់កាលនៃការជ្រើសរើសទម្រាំតែបានវិខ្ចប់យកទៅដាក់នៅក្រៅប្រទេសឬក៏នាំចេញទៅក្រៅប្រទេសនៅខាងអឺរ៉ុបឬខាងអាស៊ីជាដើមគឺវាឆ្លងកាត់ដំណាក់កាលជាច្រើនពីព្រោះអីការងារស្តង់ដារទាំងអស់នេះវាស្ថិតនៅក្នុងបច្ចេកវិទ្យាទំនើបហើយនឹងឆ្លងកាត់ពីការបទពិសោធន៍ស្រាវជ្រាវយ៉ាងច្រើនពីវិជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រជាច្រើនដើម្បីឆ្លងកាត់នឹងការមើលថែយ៉ាងដិតដល់ដើម្បីរក្សានូវគុណភាពនិងវិជ្ជាភាពរបស់យន្តសិនទាំងអស់នេះហើយការដាំយន្តសិននេះគឺវាចំណាយពេលសាបកូននឹង6ខែដើម្បីយើងផ្លាស់ទីវាហើយនៅពេលដែលយើងផ្លាស់ទីវាយើងចំណាយពេល6ឆ្នាំទៀតដើម្បីទទួលផលវាក្នុងការដាំនៅចម្ការនេះគឺជាសកម្មភាពនិងដំណើរការផ្សេងៗដែលដឹកចូលឃ្លាំង
ឡាននេះគឺត្រៀមយកទៅដាក់នៅកន្លែងវេចខ្ចប់តែម្ដង អត់ខ្វះអញ្ចឹងគាត់អាចសល់អញ្ចឹង យើងងាកមកមើលកន្លែងប្រមូលផលនេះវិញការប្រមូលផលនេះគឺវាត្រូវបានសម្រាប់មួយរយៈសិនដោយសារតែការប្រមូលផលគឺដល់ពេលវេលាដែលត្រូវបងប្អូនទាំងអស់នោះដែលជាកម្មករនីធ្វើការប្រមូលផលយើងសិនត្រូវរៀបចំអាហារភោជនាហារសម្រាប់ពួកគាត់វិចមករៀងៗខ្លួន ហូបអត់ទេ 마. 야, 여기까지만 쳐. 여기까지만. 여기는 치면 답답하니까 안 돼. 좋아. 긴 거, 그렇지 이런 거는데 좀 뚱뚱해 길어 이런 거는. 이거 나 해. 15분만. 이거 해. 15분. 15분이면 네 혼자 다 한다 이 말이지? 네. 알고 있어. 네가 모르는 것이 뭐가 있겠냐? 여기다 해서 이거 먹어. 고구마 없으시죠? Hả? Lại có là lúc mất. Rồi họ người ta dân tính bên kia. Dân tính bên kia. Thấy bên sang rồi. Nè. Hai thằng đó. Riêng. Mặt ra kia luôn. 나. 좀 더. 아야, 뭐? 야, 돌아. 여기. 야, 소보라 이거 다 Baik, baik,